ពិធីក្រាលមាសជីវប្រវត្តិឯកឧត្តមបណ្ឌិតម៉ុងរទ្ធីរៀបរៀងដោយអ្នកស្រីបាល់វណ្ណរីរៈផ្នែកទី19ការភៀសខ្លួនអានដោយអាល់ហ្វាអូយ៉ូដើម្បីរស់រានមានជីវិតគេចផុតពីក្របកំភ្លើងក្របបែកឬក្របផ្លោងប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមតំបន់អសន្តិសុខដែលបង្កឡើងដោយសង្គ្រាមនៃជាតិសាសន៍ឯងពួកគេចាំបាច់ត្រូវតែភៀសខ្លួនពីទីនោះមកកាន់ទីដែលមានសុវត្ថិភាពចលនាជនភៀសខ្លួនដោយសារសង្គ្រាមចេះតែរំកិលពីជនបទមកកាន់ទីក្រុងនានាហើយឈានមកកាន់ទីក្រុងភ្នំពេញដែលជាបេះដូងនៃសាធារណរដ្ឋខ្មែរសម្រាប់គ្រួសារសាមណេរកាសិហៀងការបាត្រនំឆេះអស់ទ្រព្យសម្បត្តិក៏រលាយមនុស្សទាំងអស់នៃគ្រួសារលោកកាម៉ុងត្រូវចាំបាច់ភៀសខ្លួនមកកាន់ទីដែលផ្ដល់ភាពសុខសាន្តគឺទីក្រុងភ្នំពេញជីវិតរស់នៅក្នុងទីក្រុងភ្នំពេញកាន់តែធ្វើឲ្យគ្រួសាររបស់លោកកាម៉ុងទទួលនៅភាពលំបាកលំបិនកាន់តែខ្លាំងពីព្រោះលោកកាម៉ុងដែលបានរងគ្រោះភ្លោករមាក់កាលពីប្រមាណឆ្នាំមុនធ្វើឲ្យរូបលោកត្រូវពិការជើងម្ខាងដែលមិនអាចប្រកបរបរអ្វីដែលធ្ងន់ធ្ងររហូតមកដល់ពេលនេះឯអ្នកស្រីកឹមអិនជាភរិយាក៏មានជំងឺជាញឹកញាប់មិនអាចធ្វើជាបង្គោលមាំទាំក្នុងគ្រួសារបានដែរក្នុងគ្រួសារលោកកាម៉ុងមានកូនប្រុសតែ3នាក់គឺយុវជនម៉ុងលឹមគីយុវជនកាស៊ីហៀងឬម៉ុងរទ្ធីនិងយុវជនម៉ុងសុងហៃនាពេលនោះយុវជនម៉ុងលឹមគីជាកូនទី2និងជាកូនច្បងក្នុងក្រុមគ្រួសារមិនសូវរវល់ដឹងឮពីសុខទុក្ខក្នុងគ្រួសារឡើយឯយុវជនម៉ុងសុងហៃជាកូនទី6ដែលជាកូនប្រុសមួយរូបទៀតនៃគ្រួសារនេះបានចូលធ្វើជាទាហាននៃរបបរុនណុលតាំងពីឆ្នាំ1971ដែលធ្វើឲ្យក្រុមគ្រួសារមិនបានដឹងដំណឹងអ្វីបន្តិចពីរូបគេទេហើយបង្កនៅការភ័យព្រួយដល់ឪពុកម្ដាយយ៉ាងខ្លាំងចំណែកសាមណេរកាសិហៀងវេលានោះលោកកំពុងស្ថិតនៅក្នុងព្រះភ្នោះនៅឡើយដូច្នេះគឺមានតែកូនស្រីទាំង8នាក់ដែលបានជួយរ៉ាប់រងនៅការរកប្រាក់សម្រាប់គ្រួសារនេះបានខ្លះប៉ុន្តែក្នុងដំណាក់កាលដែលទីក្រុងភ្នំពេញកក់ណែនទៅដោយអ្នកភៀសខ្លួនកម្លាំងមនុស្សស្រីដែលមិនមានចំណេះវិជ្ជានិងមិនមានបទពិសោធន៍ចំពោះការរកស៊ីនៅទីក្រុងជាកត្តានាំឲ្យពួកគាត់មិនអាចរកប្រាក់ចំណូលមកគ្រប់គ្រងឲ្យបានគ្រប់គ្រាន់សម្រាប់គ្រួសារឡើយគ្រួសារលោកកាម៉ុងបានជួបនឹងការខ្វះខាតប្រាក់កាក់ក្នុងជីវភាពប្រចាំថ្ងៃជារឿយការបើឃើញសេចក្តីលំបាកវេទនារបស់គ្រួសារបែបនេះសាមណេរក៏បានលាចាកសិក្ខាបទមកជាគ្រហស្ថដើម្បីទទួលបន្ទុករ៉ាប់រងជីវភាពក្នុងគ្រួសារទាំងមូលព្រោះវេលានោះគឺមានតែរូបលោកដែលជាមនុស្សប្រុសដែលអាចឲ្យគ្រួសារពឹងពាក់បានមាំទាំជាធម្មតាសម្រាប់មនុស្សម្នាក់ដែលមិនមានចំណេះវិជ្ជាជ្រៅជ្រះដើម្បីរស់នៅក្នុងទីក្រុងភ្នំពេញមនុស្សនោះចាំបាច់ត្រូវតែធ្វើការដោយកម្លាំងកាយនិងបាត់ដៃទាំងពីររបស់គេតែប៉ុណ្ណោះការងារដំបូងដែលប្រើកម្លាំងកាយរបស់បណ្ឌិតកាសិហៀងគឺចាប់ដើមពីកម្មករធាក់ស៊ីក្លូកម្មករធាក់ស៊ីក្លូអាចធ្វើការងារដោយមិនចាំបាច់ប្រើដើមទុនជាប្រាក់ច្រើនទេគឺគ្រាន់តែជួលស៊ីក្លូរបស់ថៅកែណាម្នាក់ដោយបង់ប្រាក់កម្រៃតាមការកំណត់របស់ថៅកែស៊ីក្លូហើយយកស៊ីក្លូនោះមករត់ក្នុងទីក្រុងភ្នំពេញដើម្បីដឹកអ្នកដំណើរទៅតាមគោលដៅរបស់គេហើយអ្នកដំណើរនោះក៏ផ្ដល់ជាប្រាក់មកកាន់អ្នកធាក់ស៊ីក្លូវិញជាយុវជនអ្នកដែលមិនធ្លាប់ធាក់ស៊ីក្លូគេត្រូវជួបការលំបាកគួរសមគឺក្នុងថ្ងៃទី1ដែលគេចាប់ផ្ដើមធាក់ស៊ីក្លូយុវជនមិនដឹងថាតើត្រូវចាប់ផ្ដើមរកប្រាក់ដោយរបៀបណាទេគេចេះតែធាក់ស៊ីក្លូចុះឡើងពីពេញទីក្រុងភ្នំពេញនិងមិនទាំងដឹងថាត្រូវទីយកប្រាក់អ្នក2អ្នកជីប៉ុន្មានផងក្នុងចម្ងាយផ្លូវដែលគេត្រូវដឹកអ្នកជីនោះភាពគ្មានបទពិសោធន៍ធ្វើឲ្យជើងរបស់យុវជនធាក់ស៊ីក្លូចុះឡើងវិលទៅវិលមកអស់ចម្ងាយផ្លូវជាច្រើនគីឡូម៉ែត្រនៅក្នុងទីក្រុងភ្នំពេញក៏គេមិនអាចមានម៉ួយមកជិះស៊ីក្លូគេបានដែរចាប់តាំងពីថ្ងៃដំបូងរហូតជាច្រើនថ្ងៃកន្លងមកមានថ្ងៃខ្លះគេរកប្រាក់សម្រាប់បង់ថ្លៃស៊ីក្លូឲ្យទៅម្ចាស់ស៊ីក្លូមិនបានឡើយប្រកាសណាស់ការបើធាក់ស៊ីក្លូចុះឡើងជាច្រើនគីឡូម៉ែត្រហើយមិនទទួលបាននៅប្រាក់កម្រៃនោះមនុស្សយើងមកជាជួបនឹងស្ថានភាពនឿយហត់នឹងអាចឈានទៅរកភាពអស់សង្ឃឹមចំពោះមុខរបររបស់ខ្លួនជាមិនខានប៉ុន្តែសេចក្តីត្រូវការ
បាយបរិភោគរបស់មនុស្សជាច្រើនក្នុងគ្រួសារនិងជំងឺរបស់អ្នកមានគុណទាំងទ្វេដែលត្រូវការថ្នាំមកព្យាបាលបានប្រាប់យុវជនការស៊ីហៀងថាគេមិនអាចនៅស្ងៀមបានឡើយនេះជាកាតព្វកិច្ចក្នុងនាមជាកូនប្រុសមួយរូបដោយទោះជាប្រាក់រកមិនសូវបានមែនតែកំភួនជើងទាំងពីររបស់គេចាំបាច់ត្រូវតែធាក់ស៊ីក្លូមិនឈប់ឈររួចកំភួនជើងទាំងពីររបស់យុវជនត្រូវចុករយសឹងតែរាល់ថ្ងៃថ្មីបើជួបការនឿយហត់និងចុករយជើងយ៉ាងណាក៏ដោយយុវជនការស៊ីហៀងមិនដែលត្អូញត្អែឬប៉ូស្ដេអ្វីមួយម៉ាត់ប្រាប់នរណាឡើយគឺគេតែងតែមានភាពអំណត់តស៊ូដែលជាលំអនៃជីវិតរបស់យុវជនការស៊ីហៀងបានជំរុញឲ្យគេធ្លាក់ទៅក្នុងអន្លង់នៃក្តីអស់សង្ឃឹមឡើយគេបានប្រឹងប្រែងព្យាយាមបន្តការធាក់ស៊ីក្លូជារៀងដរាបទោះបីជាបានប្រាក់តិចឬច្រើនក៏ដោយមានថ្ងៃខ្លះនៅពេលដែលយុវជនមានការនឿយហត់យ៉ាងខ្លាំងនោះហើយជូនគេទៅធាក់ស៊ីក្លូដឹកម៉ួយដែលមានមៀតធំធាត់ធំដោយត្រូវធាក់ស៊ីក្លូមកចំផ្លូវឡើងតួថែមទៀតនោះយុវជនលើកជើងធាក់ស៊ីក្លូសឹងតែមិនទៅមុខវេលាបែបនេះបណ្ឌិតត្រូវប្រឹងប្រែងយ៉ាងខ្លាំងទាំងកម្លាំងកាយនិងកម្លាំងចិត្តដើម្បីធាក់ស៊ីក្លូដឹកម៉ួយឡើងតួឲ្យរួចក្នុងការជូនម៉ួយរូបនោះទៅដល់គោលដៅការបើប្រឹងធាក់ស៊ីក្លូឡើងតួយ៉ាងខ្ពស់ហើយអ្នកជិះមានមៀតធាត់ធំផងនោះកម្លាំងជើងរបស់បណ្ឌិតស្រាប់តែអស់រលីងខ្លួនរបស់គេក៏ល្វើយនិងហត់នឿយពន់ពេកហើយស៊ីក្លូនោះមិនបានទៅមុខតាមចិត្តប្រាថ្នារបស់លោកទេស៊ីក្លូបែរជាត្រឡប់មកក្រោយគឺរអិលមកតាមផ្លូវដែលចុះតួទៅវិញកាលបើស៊ីក្លូរអិលត្រឡប់ក្រោយបែបនេះបណ្ឌិតការស៊ីហៀងមិនអាចទប់ទៅបឿនស៊ីក្លូបានទេព្រោះថាម្យ៉ាងវាជាផ្លូវចុះទួលម្យ៉ាងក្នុងខ្លួនលោកលែងសល់កម្លាំងកំហែងទៅហើយលោកមានការផិតភ័យណាស់ចំណែកមួយដែលជិះស៊ីក្លូក៏ភ័យយ៉ាងខ្លាំងដែរបណ្ឌិតប្រញាប់លើកដៃមកចាប់ហ្វ្រាំងស៊ីក្លូដើម្បីបញ្ឈប់ចលនាយានយន្ត3នេះហ្វ្រាំងស៊ីក្លូស្រាប់តែដាច់ប៉ាត់សភាពបែបនោះគឺយុវជនយើងស្លន់មែនតែនដោយពេលនោះស៊ីក្លូកំពុងតែរត់ថយយ៉ាងលឿនសម្ដៅទៅរករបងផ្ទះមួយទីបំផុតស៊ីក្លូក៏ក្រឡាប់នៅទីនោះយុវជនរបួសដោយត្រូវរយះដៃរយះជើងនិងបែកក្បាលផងគេមានការឈឺផ្សាយ៉ាងខ្លាំងព្រោះមានឈាមហូរចេញពីមុខរបួសគេមកជាច្រើនប៉ុន្តែគេចាំបាច់ត្រូវតែស្ទុះទៅលើកម៉ួយដែលដួលកាប់មុខនៅពីក្រោមស៊ីក្លូម៉ួយដែលជិះស៊ីក្លូរូបនោះក៏មានរបួសមិនតិចជាងយុវជនដែរដោយមានឈាមហូរពីពេញដៃនិងជើងរបស់គេប្រហែលជាគាត់មានការឈឺចាប់ដោយសាររបួសផងនិងប្រហែលជាដោយកំហឹងដែលគាត់ខឹងយុវជនធ្វើឲ្យក្រឡាប់ស៊ីក្លូផងអ្នកនោះក៏ស្ដីបន្ទោសឲ្យគេយ៉ាងចាស់ដៃនៅពាក្យអសុរោះជាច្រើនផងបន្តមកមួយរូបនោះក៏ទារប្រាក់ជាសំណងចំពោះរបួសរបស់គាត់ពីយុវជនយើងដើម្បីយកទៅទិញថ្នាំព្យាបាលរបួសគាត់ថែមទៀតក្នុងករណីបែបនេះប្រាក់ដឹកមួយក៏មិនបានថែមទាំងត្រូវខាតបង់ប្រាក់ដែលប្រឹងរកបានដោយការលំបាកជូនទៅគេថែមទៀតមានពេលខ្លះដោយក្តីនឿយហត់យុវជនលែងសល់កម្លាំងដែលអាចទប់ស៊ីក្លូបានស៊ីក្លូក៏ធ្លាក់ចូលទៅក្នុងប្រឡាយដែលនៅក្បែរចិញ្ចើមផ្លូវក៏មានហើយខ្លួនគេក៏ត្រូវមានរបួសដោយអន្លើនិងត្រូវរកប្រាក់ដើម្បីជួសជុលស៊ីក្លូសងទៅម្ចាស់ក្លូជាបន្ថែមទៀតពេលផ្សេងទៀតភាពល្វើយក្នុងខ្លួនយុវជនត្រូវដោយសារតែមានជំងឺនិងយុវជនមិនហ៊ានឈប់សម្រាកដោយលោកនៅតែប្រឹងធាក់ស៊ីក្លូរកប្រាក់បណ្ឌិតការស៊ីហៀងក៏ត្រូវជួបប្រទះនឹងគ្រោះថ្នាក់បណ្ដាឲ្យក្រឡាប់ស៊ីក្លូក៏មានមិនមែនថាលោកមិនយល់ពីប្រភពនៃការបង្កឲ្យមានគ្រោះថ្នាក់ក្រឡាប់ស៊ីក្លូបែបនេះទេតែយ៉ាងណាសេចក្តីត្រូវការប្រាក់ដែលនឹងបានមកពីការធាក់ស៊ីក្លូវាជាតម្រូវការចាំបាច់បំផុតសម្រាប់ទិញអង្ករច្រកឆ្នាំងសម្រាប់ទិញថ្នាំព្យាបាលជំងឺម្ដាយនិងលោកឪពុកនេះហើយជីវិតកម្មករធាក់ស៊ីក្លូដែលត្រូវការប្រាក់ដើម្បីចិញ្ចឹមជីវិតនិងគ្រួសារធ្វើឲ្យពួកគេបានជួបនៅរឿងក្រោកគ្រាតជាច្រើនដែលគួរឲ្យឈឺចាប់និងចងចាំនៅក្នុងជីវិតក្រោយមកទៀតយុវជនការស៊ីហៀងបានបដូរមុខរបរធ្វើជាអ្នករត់រមាក់ម៉ូតូម្ដងដោយគេគិតថារមាក់ម៉ូតូអាចដឹកម៉ួយបានច្រើនជាងស៊ីក្លូនិងអាចរកប្រាក់បានច្រើនជាងមុនជាមួយរបរថ្មីនេះយុវជនយើងត្រូវងើបតាំងពីម៉ោង4ទៀបភ្លឺដើម្បីដឹកបន្លែពីម្ដុំបឹងទំពុនទៅកាន់ផ្សារពោធិ៍តុងខ
ក្នុងរបបជាអ្នករត់រមាក់ម៉ូតូក៏មានថ្ងៃខ្លះលោកមិនសូវទទួលបានប្រាក់ដែលអាចយកមកដោះស្រាយជីវភាពគ្រួសារជាប្រចាំថ្ងៃបានឡើយអ្នករត់រមាក់រូបនេះត្រូវតែងតែព្រួយបារម្ភពីស្ថានភាពគ្រួសារដែលកាន់តែដុនដាបឡើងហើយរូបលោកវិញគឺមិនដែលហ៊ានឈប់សម្រាកសំបីតែមានជំងឺក៏ដោយការរត់រមាក់របស់យុវជនយើងមិនមែនមានសុវត្ថិភាពជារៀងរហូតទេជួនកាលធ្វើឲ្យរូបគេត្រូវជួបនឹងគ្រោះថ្នាក់ភ្លុករមាក់បង្កឲ្យមានរបួសដល់ម៉ួយរមាក់និងខ្លួនថែមទៀតពេលខ្លះទៀតលោកមិនបានប្រាក់សំបីតែមួយរៀលយកមកផ្ទះវិញផងដោយប្រាក់ដែលរកបានត្រូវទីហ៊ានសម្លុតយកអស់ក៏មានប្រាក់រកមិនសូវបានប៉ុន្តែការចាយវានៅក្នុងគ្រួសារត្រូវតែកើតមានជារៀងរាល់ថ្ងៃនេះជាសេចក្តីលំបាករបស់អ្នកភៀសខ្លួនដោយសារសង្គ្រាមមកកាន់ទីក្រុងភ្នំពេញព្រោះថាទីក្រុងមិនមែនជាឋានសួគ៌សម្រាប់អ្នកក្រនោះឡើយហើយទីក្រុងភ្នំពេញនេះពេលមានសង្គ្រាមគឺកាន់តែបង្កនៅការស្មុគស្មាញនិងកាន់តែបង្កើនភាពក្រីក្រដល់ជនភៀសសឹកដែលមានគ្រួសារយុវជនផងដែរព្រោះថាទីក្រុងភ្នំពេញពេលនោះមានបានទទួលនៅជនភៀសខ្លួនដោយសារសង្គ្រាមជាច្រើនលាននាក់វេលាបែបនេះស្ថានភាពរកប្រាក់ដើម្បីជីវិតរស់នៅរបស់អ្នករស់នៅក្រុងភ្នំពេញជួបជាមួយនឹងសភាពតឹងណែនដែលគេហៅថាសម័យដំរីបោចូលក្តិតម្ជុលពីមួយថ្ងៃទៅមួយថ្ងៃដំរីបោចូលក្តិតម្ជុលកាន់តែជាផលវិបាកធ្ងន់ធ្ងរសម្រាប់ជនភៀសខ្លួនដោយសារសង្គ្រាមដែលភៀសខ្លួនមករស់ក្នុងទីក្រុងភ្នំពេញឲ្យប្រឈមជាមួយនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដែលគ្រួសារបណ្ឌិតកាស៊ីហៀងត្រូវតែជួបក្នុងស្ថានភាពដ៏អាក្រក់នេះដោយបណ្ដាគ្រួសារអ្នកភៀសខ្លួនទាំងអស់នោះដែរបន្ទុកដ៏ធ្ងន់ដើម្បីគ្រួសារដែលបានធ្លាក់មកលើស្មាទាំងគូរបស់បណ្ឌិតកាស៊ីហៀងជាកូនកតញ្ញូម្នាក់នោះដោយលោកត្រូវរ៉ាប់រងជីវភាពគ្រួសារដែលចាំបាច់ធ្វើការងារយ៉ាងធ្ងន់ធ្ងរដើម្បីរកប្រាក់ដោយកម្លាំងកាយនិងបាត់ដៃទាំងគូយ៉ាងណាមិញការរកស៊ីដោយបាត់ដៃនិងកម្លាំងកាយរបស់យុវជនកាស៊ីហៀងមិនអាចជួយឲ្យគ្រួសារបានជួបនឹងជីវភាពធូរស្រាលឡើយនៅទីបំផុតគ្រួសារនេះសម្រេចចិត្តភៀសខ្លួនទៅកាន់ភូមិកំណើតវិញនៅចំណុចនេះឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ជីវិតរបស់ខ្ញុំវែងអន្លាយណាស់នៅពេលមានសង្គ្រាមឪពុកម្ដាយខ្ញុំរត់មកភ្នំពេញនៅពេលឃើញឪពុកម្ដាយក្រពេលនោះខ្ញុំសឹកហើយនាំឪពុកម្ដាយមកនៅស្រុកវិញពេលទៅដល់ស្រុកខ្ញុំក៏ធ្វើគុយទាវលក់ពីព្រោះខ្ញុំចេះធ្វើគុយទាវតាំងពីខ្ញុំនៅជាមួយនឹងចិនលក់គុយទាវម្លេះកាលនោះធ្វើគុយទាវលក់ឲ្យទាហានតែនៅពេលគេច្បាំងគ្នាខ្លាំងពេកក៏រត់មកភ្នំពេញវិញនៅភ្នំពេញខ្ញុំរត់រមាក់ម៉ូតូផងធាក់ស៊ីក្លូផងដើម្បីចិញ្ចឹមគ្រួសារដោយសារមុខរបរនេះមិនអាចផ្គត់ផ្គង់ជីវភាពដល់ក្រុមគ្រួសារបានគ្រួសារក៏ត្រឡប់ទៅនៅឯស្រុកម្ដងទៀតពេលវេលាចេះតែរំកិលទៅមុខមនុស្សទាំងអស់នៅក្នុងគ្រួសារយុវជនបានវិលមកដល់ភូមិកំណើតវិញហើយពួកគាត់បានប្រឹងប្រែងធ្វើការគ្រប់គ្នាដោយកម្លាំងបាយគឺពួកគាត់ប្រកបរបរលក់គុយទាវនៅផ្ទះមួយដែលពួកគាត់ស្នាក់នៅតាមផ្លូវជាតិលេខ2ក្បែរផ្សារយាយត្រប់ចិត្តភូមិត្រពាំងស្រាដំបូងជាមួយមុខរបរនេះពួកគាត់អាចរកប្រាក់បានអាចដោះស្រាយក្នុងចំណាយក្នុងផ្ទះតែមួយរយៈក្រោយមកនៅទីនោះតែងតែមានការបាញ់ប្រយុទ្ធរវាងពួកទាហានរបស់សាធារណរដ្ឋខ្មែរនិងពួកខ្មែរក្រហមជាហេតុបង្កនៅការព្រួយបារម្ភពីអាយុជីវិតដែលអាចប្រឈមជាមួយនឹងក្របបែកក្របកំភ្លើងក្រប B52 ជាដើមបន្តមកចំណូលសម្រាប់គ្រួសារកលែងអាចមានតុល្យភាពជាមួយនឹងចំណាយទៀតដែរគ្រួសារនេះមិនដែលមានប្រាក់សល់នៅដៃឡើយប្រការដែលជីវភាពមានសភាពក្រីក្របែបនេះវាមិនមែនជាភាពខ្ជិលច្រអូសនៃមនុស្សក្នុងគ្រួសារយុវជនកាស៊ីហៀងទេព្រោះថាម្នាក់សុទ្ធតែបានប្រឹងប្រែងយ៉ាងអស់ពីកម្លាំងកាយនិងចិត្តគឺថាភាពក្រីក្រលំបាកនេះគឺជាបច្ច័យអាក្រក់នៃវិបត្តិសង្គមដែលញោមញីដោយសារសង្គ្រាមជាតិសាសន៍ឯងករណីបែបនេះមិនមែនកើតមានតែលើគ្រួសារបណ្ឌិតមួយទេគ្រួសារប្រជាពលរដ្ឋខ្មែរសឹងតែទាំងអស់បានប្រឈមជាមួយនឹងការលំបាកវេទនាដោយផលវិបាកនៃសង្គ្រាមនាពេលនោះបង្កឲ្យជួបនឹងភាពក្រីក្រឈានទៅដល់ការប្រត់វិនិច្ឆ័យនៃសមាជិកក្នុងក្រុមគ្រួសារទៀតផងគឺដូចជាគ្រួសារបណ្ឌិតក៏មានយុវជនម៉ុងសង្ហៃជាកូនប្រុសទី6នៃគ្រួសារនេះដែលបានបាត់ខ្លួនក្នុងសង្គ្រាមជារៀងរហូតមកបានធ្វើឲ្យឪពុកម្ដាយមានការឈឺចាប់និងរឹករលឹកគ្មានថ្ងៃបំភ្លេចបានការបើប្រកបរបរលក់គុយទាវនៅស្រុកកំណើតលែងទទួលបានចំណូលអាចដោះស្រាយនឹងជីវភាពបាននិងប្រឈម
ជាមួយនឹងគ្រោះដល់ជីវិតដែលបង្កពីក្របបែកក្របកំភ្លើងដោយសារតែការច្បាំងគ្នានៃកងទ័ពទាំងពីរក្រុមគ្រួសារបណ្ឌិតក៏សម្រេចចិត្តរត់ភៀសខ្លួនមកកាន់ទីក្រុងភ្នំពេញម្ដងទៀតហើយមកដល់ទីក្រុងភ្នំពេញក៏ពួកគាត់មិនបានទទួលអ្វីឲ្យប្រសើរក្នុងជីវភាពឡើយពីមួយថ្ងៃទៅមួយថ្ងៃស្ថានភាពជីវភាពពួកគាត់ជួបនឹងសភាពខ្វះខាតកាន់តែយ៉ាប់យ៉ឺនឡើងជីវភាពមានសភាពតឹងណែនដោយគេរត់នំអន្សមរហូតមកដល់ឆ្នាំ1974ក៏ដូចជាក្រុមគ្រួសារដដែលទៀតដែលភៀសខ្លួនមករស់នៅក្នុងភ្នំពេញគ្រួសារបណ្ឌិតការសហៀងត្រដររស់យ៉ាងលំបាកលំបិនក្នុងទីក្រុងដែលមិនមែនជាទីកន្លែងរបស់អ្នកក្រីក្រក្រោយមកទៀតដោយប្រសាសន៍របស់ឯកឧត្តមបណ្ឌិតគឺពួកគាត់ក៏សម្រេចវិលទៅស្រុកម្ដងទៀតដោយសារពេលនោះមានមនុស្សស្រីម្នាក់ឈ្មោះអ៊ំសេនបានមកពីភូមិកំណើតរបស់ពួកលោកបានលោកប្រាប់ឪពុករបស់បណ្ឌិតក្នុងន័យថាពួកគាត់ត្រូវតែវិលត្រឡប់ទៅភូមិវិញព្រោះថាមិនយូរទេទីក្រុងភ្នំពេញជារដ្ឋធានីរបស់សាធារណរដ្ឋខ្មែរនឹងត្រូវកងទ័ពខ្មែរក្រហមរំដោះបានទាំងស្រុងហើយរបបដែលបានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តមនឹងដួលរលំនាពេលឆាប់នេះក្នុងមូលហេតុខាងលើផងនឹងជាមួយនឹងជីវភាពដែលរស់នៅមួយថ្ងៃកាត់មួយថ្ងៃកោនៅទីក្រុងភ្នំពេញផងជាកត្តាដែលគ្រួសារលោកបណ្ឌិតបាននាំគ្នាវិលទៅស្រុកកំណើតវិញទៀតហើយគឺភូមិត្រពាំងទ្រាមកដល់ចំណុចនេះឯកឧត្តមបណ្ឌិតមានប្រសាសន៍ថាខ្ញុំចេញដំណើរពីទីក្រុងភ្នំពេញទៅតាមវត្តត្រពាំងកងខេត្តកំពង់ស្ពឺដើរកាត់តាមវត្តពញាគោកសំដៅទៅរកភូមិកំណើតរបស់ខ្ញុំនៅពេលជិតដល់វត្តពញាគោកដែលគេហៅថាព្រះស្រែពួកទាហានខ្មែរក្រហមបានឆែកឆេរឬយករូបថតខ្ញុំហាយចោលពេលឃើញរូបថតខ្ញុំជាព្រះសង្ឃពួកគេសួរខ្ញុំថាតើមិត្តឯងចង់បានទេខ្ញុំឆ្លើយថាចង់បានអីចឹងទើបបានជាសល់រូបថតជាព្រះសង្ឃមួយសន្លឹកមកទល់សប្តាហ៍ថ្ងៃនេះអានចប់ផ្នែកទី 19